បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ណែនាំអ្នកទាំងអស់គ្នាអំពីរបៀបនៃការគ្រប់គ្រង account Facebook របស់យើងកុំឲ្យមានការ tag ចូលដោយសេរីបាទជាដំបូងគឺយើងចូលទៅកាន់កម្មវិធី Facebook ជាមុនសិនបាទបន្តមកទៀតគឺយើងក៏លើកទៅមើលផ្នែកខាងលើជ្រុងខាងស្ដាំយើងឃើញមានបន្ទាត់ឆ្នោត3ដែលជាកន្លែងចូលទៅកាន់ profile របស់យើងតែម្ដងបាទយើងចូលទៅកាន់ទីហ្នឹងទៅបន្តមកទៀតគឺយើងរំកិលចុះក្រោមស្វែងរកពាក្យថា account setting បាទមកទីនេះបាទបន្តមកទៀតគឺយើងចូលទៅកាន់កន្លែង timeline and tagging គឺនៅជួរទី4រាប់ពីលើចុះក្រោមបាទយើងឃើញមានការកំណត់ជាច្រើនតែចំណុចដែលសំខាន់ដែលយើងត្រូវតាមដាននៅពេលនេះគឺមាន2ចំណុចខាងលើគេហ្នឹងបាទទី1គឺដាក់ថា who can post on your timeline គឺកន្លែងហ្នឹងគឺចង់និយាយថាតើនរណាខ្លះអាចយករូបភាពឬក៏វីដេអូឬក៏ status នេះហ្នឹងផុសដោយប្រើបន្ទាត់សម័យកាលរបស់អ្នកមានន័យថាយក timeline របស់យើងយក account របស់យើងទៅផុសជាលក្ខណៈ tag ប៉ុន្តែវា tag ជាលក្ខណៈភ្ជាប់តែម្ដងយើងចូលទៅកាន់មុខងារហ្នឹងហើយយើងបាទ tick នៅថងពាក្យថា only me ដើម្បីបញ្ជាក់ថាមានតែយើងម្នាក់គត់ដែលអាចផុសអ្វីៗផ្សេងៗនៅក្នុងបន្ទាត់សម័យកាលរបស់យើងបាទត្រង់ចំណុចខាងលើហ្នឹងមិញហ្នឹងដែរគឺដើម្បីរក្សានៅឯកជនភាពនិងរក្សានៅភាពជាកម្មសិទ្ធិមានន័យថាមិនឲ្យនរណាម្នាក់យកវីដេអូដែលមិនសមរម្យផុសនៅក្នុង Facebook របស់យើងបាទទី2គឺនៅត្រង់ចំណុចថា review post friend tag you in before they appear on your timeline គឺចង់បង្ហាញថាបង្ហាញនៅការបង្ហោះនានារបស់មិត្តភ័ក្តិដែលបាន tag ចូលយើងហ្នឹងមុនពេលដែលឲ្យបង្ហាញទៅក្នុងបន្ទាត់សម័យកាលរបស់យើងបាទយើងចូលទៅកាន់វាទៅបាទប្រសិនបើឃើញពាក្យថា off បែបនេះបាទគឺបានន័យថា account Facebook របស់យើងគឺមិនបានបើកមុខងារនេះទេគឺរាល់ពេលដែលមិត្តភ័ក្តិឬក៏អ្នកដទៃផុសរូបភាពផ្សេងៗឬក៏ status ផ្សេងៗហ្នឹងហើយ tag មកយើងនោះវានឹងលោតចូលមកក្នុងបន្ទាត់សម័យកាលរបស់យើងដោយស្វ័យប្រវត្តិដោយមិនបានសុំការអនុញ្ញាតជាមុនឡើយដូច្នេះយើងត្រូវបើកវាបាទនៅពេលដែលយើងបើកវាឲ្យឃើញពាក្យ on បែបនេះគឺបានន័យថា account Facebook របស់យើងគឺបានបើកមុខងារបង្ហាញរូបភាពឬក៏វីដេអូមុនពេលបង្ហាញនៅក្នុងបន្ទាត់សម័យកាលរបស់យើងគឺមានថាត្រូវឆ្លងកាត់ការសម្រេចចិត្តរបស់យើងជាមុនសិនថាតើរូបភាពឬក៏វីដេអូណាមួយដែលយើងចង់ឲ្យបង្ហាញនិងវីដេអូឬក៏រូបភាពណាខ្លះដែលយើងមិនចង់ឲ្យបង្ហាញនៅក្នុងបន្ទាត់សម័យកាលរបស់យើងដូច្នេះវាជាឯកជនភាពឬក៏ជាសុក្រិតភាពមួយដែលមិនឲ្យនរណាម្នាក់ផុសចូលឬក៏ tag រូបភាពចូលនៅក្នុង timeline របស់យើងដោយសេរីនោះទេអញ្ចឹងគឺត្រូវឆ្លងកាត់ការសម្រេចចិត្តរបស់យើងជាមុនសិនបាទពីចំណុចហ្នឹងគឺធ្វើឲ្យ Facebook របស់យើងគឺមានតែរូបភាពរបស់យើងមិនមានរូបភាពអ្នកដទៃ tag ចូលនាំទៅស្មុគស្មាញឡើយបាទអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ